វួនយ៉ាងដែលសាមញ្ញបំផុតប៉ុន្តែមានតម្លៃកាត់ថ្លៃមិនបាននៅក្នុងโลกដែលមនុស្សម្ញាក់កំពុងតែដេញតាមមាសប្រាក់បុណ្យស័ក្តិនិងភាពស៊ីវិល័យយើងជារឿយៗតែងតែមានការភ័ន្តច្រឡំថាអ្វីដែលថ្លៃគឺជាអ្វីដែលត្រូវចំណាយលុយទិញយើងខិតខំប្រឹងប្រែងធ្វើការយ៉ាងហត់នឿយរហូតដល់មើលរំលងនៅរតនសម្បត្តិដ៏វិសេសវិសាលមួយចំនួនដែលធម្មជាតិបានប្រទានមកឲ្យយើងដោយឥតគិតថ្លៃតែអ្នកដឹងទេថាមានរបស់មួយយ៉ាងដែលមហាសេដ្ឋីសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ដើម្បីដូរយកមកវិញតែអ្នកដឹងទេថាមានកិត្តិយសមួយយ៉ាងដែលសាងរាប់ឆ្នាំតែអាចរលាយបាត់ក្នុងមួយវិនាទីហើយតើអ្នកដឹងទេថាមានធនធានមួយយ៉ាងដែលអ្នកកំពុងតែចាយវាជារៀងរាល់ថ្ងៃតែគ្មានថ្ងៃនឹងអាចរកមកវិញបានឡើយខាងក្រោមនេះគឺជា4យ៉ាងដែលសមមិញបំផុតប៉ុន្តែមានតម្លៃកាត់ថ្លៃមិនបានដែលមនុស្សភាគច្រើនតែងតែមើលរំលងរហូតដល់ថ្ងៃដែលវាបាត់បង់ទៅទើបដឹងថាខ្លួនឯងគឺជាមនុស្សដែលក្រខ្សត់បំផុតប្រសិនបើគ្មានរបស់ទាំងនេះ 1. សុខភាពនិងខ្យល់ដកដង្ហើមក្នុងលោកនេះមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតដើម្បីដេញតាមរបស់ដែលត្រូវទិញដែលភ្លេចឲ្យតម្លៃលើរបស់ដែលទទួលបានដោយឥតគិតថ្លៃក្នុងចំណោមនោះសុខភាពនិងខ្យល់ដកដង្ហើមគឺជាអំណោយដ៏មហាសាលបំផុតដែលធម្មជាតិផ្ដល់ឲ្យយើងតាំងពីដង្ហើមដំបូងដែលយើងមកកាន់ពិភពលោកនេះប៉ុន្តែជារឿយៗយើងបែរជាមើលរំលងនិងតម្កល់វាទុកនៅពីក្រោយមាសប្រាក់បុណ្យស័ក្តិនិងការងារទៅវិញកសង្គ្រាមរវាងមាសប្រាក់និងដង្ហើមយើងសុខចិត្តលក់សុខភាពដើម្បីដូរយកលុយលុះដល់ពេលចុងក្រោយយើងបែរជាព្យាយាមយកលុយទាំងអស់នោះទៅទិញសុខភាពត្រឡប់មកវិញចូលចងចាំថានៅថ្ងៃដែលរាងកាយចាប់ផ្ដើមចុះខ្សោយដង្ហើមចាប់ផ្ដើមដិតដង្ហក់ហើយកាយវិការចាប់ផ្ដើមទ្រុឌទ្រោមទោះជាមហាសេដ្ឋីដែលមានប្រាក់វេលលានឬស្ដេចដែលមានអំណាចលើសលប់ក៏សុខចិត្តផ្ដួលរតនសម្បត្តិទាំងអស់ដែលខ្លួនមានគ្រាន់តែដើម្បីដូរយកដង្ហើមដ៏ស្រួលមួយខ្សានិងកម្លាំងដើម្បីក្រោកឈរមើលពន្លឺថ្ងៃបន្តតែប៉ុណ្ណោះនៅចំពោះមុខមច្ចរាជមាសប្រាក់គ្រាន់តែជាក្រដាស់ដែលគ្មានតម្លៃតែដង្ហើមគឺជាជីវិតខភាពខុសគ្នារវាងក្រែពេទ្យនិងសេចក្តីសុខការពិតដ៏ជូរចត់បំផុតក្នុងជីវិតគឺមនុស្សអាចចំណាយលុយទិញក្រែពេទ្យដ៏ទំនើបបំផុតទិញថ្នាំដែលថ្លៃបំផុតនិងជួលវេជ្ជបណ្ឌិតដែលពូកែបំផុតបានប៉ុន្តែគ្មាននរណាម្នាក់អាចជួលអ្នកដទៃឲ្យមកដេកឈឺជំនួសខ្លួនឬទិញវិនាទីនៃអាយុជីវិតដែលជិតផុតរលត់អាចដើរថយក្រោយបានឡើយសុខភាពប្រៀបដូចជាគ្រឹះនៃវិមានបើគ្រឹះបាក់បែកហើយទោះជាវិមានស្អាតស្កឹមស្កាយប៉ុណ្ណាក៏គ្មានលំនឹងសុខភាពមិនមែនជាគ្រប់យ៉ាងក្នុងជីវិតពិតមែនប៉ុន្តែបើគ្មានសុខភាពទេអ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងមានទោះជាលុយឡានវីឡាឬកិត្តិយសក៏ប្រែជាគ្មានន័យនិងគ្មានរសជាតិសម្រាប់អ្នកគោតម្លៃនៃការដឹងគុណលើអ្វីដែលមានយើងច្រើនតែយំសោកនៅពេលបាត់បង់របស់ដែលយើងស្រឡាញ់ប៉ុន្តែយើងមិនដែលអរគុណខ្លួនឯងឡើយចំពោះការដែលនៅមានសុខភាពល្អនិងមានដង្ហើមចេញចូលនៅឡើយចូលប្រើប្រាស់ដង្ហើមដែលអ្នកមាននៅថ្ងៃនេះមិនមែនគ្រាន់តែដើម្បីរក់ដកដង្ហើមចោលនោះទេតែដើម្បីកសាងក្តីសុខកសាងតម្លៃនិងថែរក្សារាងកាយនេះឲ្យដូចជាអ្នកកំពុងថែរក្សាមាសពេជ្រដ៏កម្រគុំទុកឲ្យរាងកាយคล้ายជាធុងសម្រាមនៃអារម្មណ៍អវិជ្ជមាននិងអាហារដែលគ្មានប្រយោជន៍ចូលចងចាំថាចូលផ្ដោតតម្លៃឲ្យសុខភាពនៅពេលដែលអ្នកនៅមានកុំចាំដល់ពេលវាបាត់បង់ទើបស្ដាយក្រោយព្រោះនៅក្នុងโลกនេះគ្មានឱកាសទី2សម្រាប់អ្នកដែលមើលងាយជីវិតខ្លួនឯងឡើយដង្ហើមមួយខ្សែខ្សាកដែលអ្នកកំពុងមាននាពេលនេះគឺជាបំណងប្រាថ្នាដ៏ធំបំផុតរបស់មនុស្សដែលកំពុងដេកនៅបន្ទប់សង្គ្រោះបន្ទាន់ចូលរស់នៅដោយការដឹងគុណនិងថែរក្សាវាឲ្យល្អបំផុត 2. ទំនុកចិត្តទំនុកចិត្តកាត់ចេញពីទង្វើសាមញ្ញដូចជាការរក្សាសន្យានិងភាពស្មោះត្រង់ប៉ុន្តែវាគឺជាកិត្តិយសដែលត្រូវប្រើពេលរាប់ឆ្នាំដើម្បីសាងហើយប្រើពេលត្រឹមតែ1វិនាទីប៉ុណ្ណោះដើម្បីបំផ្លាញនៅពេលដែលវាបាត់បង់ទៅទោះអ្នកមានលុយវែលានឬមានអំណាចលើសលប់ប៉ុណ្ណាក៏ដោយក៏អ្នកមិនអាចទិញវាឲ្យត្រឡប់មកមានសភាពដើមវិញបានឡើយគ្រឹះនៃមិត្តភាពនិងកិត្តិយសទំនុកចិត្តមិនមែនកាត់ឡើងដោយចៃដន្យឬដោយការទាមទារនោះទេប៉ុន្តែវាត្រូវបានសាងសង់ឡើងពីដុំឥដ្ឋសាមញ្ញនៃទង្វើប្រចាំថ្ងៃដូចជាការរក្សាសន្យាតូចតាច
ភាពត្រឹមត្រូវក្នុងភាពសម្ដីនិងការបង្ហាញភាពស្មោះត្រង់ទោះបីជានៅក្នុងរឿងដែលគ្មានអ្នកដឹងក៏ដោយវាគឺជាកិត្តិយសនិងជាស្លាកយីហោនៃជីវិតដែលត្រូវប្រើពេលរាប់ខែរាប់ឆ្នាំឬរាប់សិបឆ្នាំដើម្បីដុសខាត់ឲ្យមានពន្លឺថ្លាឆ្វេងនិងទទួលបានការជឿជាក់ពីមនុស្សជុំវិញខ្លួនខភាពផុយស្រួយនៃសេចក្តីជឿជាក់ទោះបីជាត្រូវចំណាយពេលពេញមួយជីវិតដើម្បីសាងប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺទំនុកចិត្តអាចត្រូវបានបំផ្លាញឲ្យខ្ទេចខ្ទីត្រឹមតែ1វិនាទីប៉ុណ្ណោះតាមរយៈការភូតផលតែមួយម៉ាត់ឬការក្បត់សន្យាតែមួយលើកវាប្រៀបបានទៅនឹងថូផ្កាដីដុតដ៏ប្រណីមួយឬកញ្ចក់ដ៏ថ្លាឆ្វេងមួយផ្ទាំងមួយបើកាលណាវាធ្លាក់បែកហើយទោះបីជាអ្នកជាកម្ពូលអ្នកជួជន់កម្រិតណាក៏ដោយក៏អ្នកមិនអាចបិទភ្ជាប់វាឲ្យមានសភាពដើម 100% បានឡើយវានឹងបន្សល់ទុកនៅស្នាមប្រេះដែលរំលឹកដល់ការឈឺចាប់និងការសង្ស័យជានិច្ចកាលគោទ្រព្យដែលលុយមិនអាចទិញត្រឡប់នៅពេលដែលទំនុកចិត្តបាត់បង់ទៅពិភពលោករបស់អ្នកនឹងប្រែជាឯកោភ្លាមនៅខណៈនោះទោះបីជាអ្នកមានលុយវែលៀនមានវិមានស្គឹមស្កាយឬមានអំណាចលើសលប់លើផ្ទៃមេឃក៏ដោយក៏អ្នកមិនអាចយកទ្រព្យទាំងនោះទៅបញ្ជាទិញសេចក្តីជឿជាក់ឲ្យត្រឡប់មកវិញបានឡើយលុយអាចទិញការរាប់អានតាមខ្យល់បក់តែវាមិនអាចទិញការក្អកក្តាយនៃទំនុកចិត្តបានទេក្នុងសមរភូមិជីវិតមនុស្សដែលបាត់បង់ទំនុកចិត្តពីអ្នកដទៃគឺប្រៀបដូចជាទាហានដែលបាត់បង់អាវក្រោះការពារខ្លួនដូច្នោះដែរចូលចងចាំថាអ្វីអាចជួសជុលបានក្នុងโลกនេះលើកលែងតែទំនុកចិត្តដែលបាក់បែកមុននឹងសម្រេចចិត្តគូហកឬបំពេញសន្យាដើម្បីតែផលប្រយោជន៍បណ្ដោះអាសន្នចូលស្រមៃមើលពីតម្លៃនៃឈ្មោះបោះសម្លេងរបស់អ្នកដែលនឹងត្រីរលាយបាត់ទៅចូលរក្សាទំនុកចិត្តឲ្យដូចជាការរក្សាគ្រាប់ពេជ្រក្នុងប្រអប់កុំឲ្យវាមានសូម្បីតែស្នាមឆូតព្រោះកិត្តិយសដែលបរិសុទ្ធគឺជាទ្រព្យដែលធ្វើឲ្យអ្នករស់នៅដោយមានមោទនភាពបំផុត3ស្នាមញញឹមនិងសម្ដីពីរោះកុំមើលងាយអំណាចនៃស្នាមញញឹមនិងតម្លៃនៃពាក្យសម្ដីទោះបីជាវាជាអ្វីដែលអ្នកអាចផ្ដល់ឲ្យអ្នកដទៃដោយឥតគិតថ្លៃតែវាមានតម្លៃមហាសាលលើសលុយកាក់ដែលអ្នកមានទៅទៀតក្នុងโลกនេះមនុស្សខ្លះមានទ្រព្យសម្បត្តិស្តុកស្តម្ភតែបែរជាក្រខ្សត់មិត្តភ័ក្តិនិងក្តីសុខព្រោះតែគេមិនចេះប្រើប្រាស់គ្រឿងអលង្ការដ៏វិសេសពីរយ៉ាងនេះកស្នាមញញឹមចេញពីចិត្តស្មោះគឺជាភាសាសកលដែលមិនចាំបាច់បកប្រែវាមិនត្រឹមតែធ្វើឲ្យផ្ទៃមុខរបស់អ្នកស្រស់បំព្រងនោះទេតែវាគឺជាពន្លឺដែលជួយរំលាយភាពតានតឹងនិងការមិនទុកចិត្តគ្នានៅពេលអ្នកញញឹមដាក់នរណាម្នាក់អ្នកកំពុងតែប្រាប់គេថាអ្នកមានសុវត្ថិភាពនៅក្បែរខ្ញុំស្នាមញញឹមអាចរំលាយទឹកកកក្នុងចិត្តមនុស្សបើកទ្វារបេះដូងដែលចាក់សោចិត្តនិងផ្លាស់ប្ដូរស្ថានភាពដ៏តានតឹងឲ្យប្រែមកជាមានក្តីសង្ឃឹមខសម្ដីពីរោះតន្ត្រីនៃព្រលឹងសម្ដីផ្អែមល្ហែមនិងការនិយាយស្ដីដែលមានសីលធម៌គឺជាតន្ត្រីដ៏ពីរោះបំផុតដែលមនុស្សចង់ស្ដាប់មនុស្សដែលពោរពេញដោយសម្ដីអក្សរនិងការរិះគន់ជារឿយៗតែងតែបិទទ្វារឱកាសខ្លួនឯងដោយមិនដឹងខ្លួនព្រោះគ្មាននរណាម្នាក់ចង់នៅក្បែរភ្លើងដែលចាំតែដុតរោលចិត្តអ្នកដទៃនោះទេផ្ទុយទៅវិញមនុស្សដែលចេះប្រើសម្ដីទន់ភ្លន់គឺជាមនុស្សដែលចំណេញបំផុតក្នុងទំនាក់ទំនងសម្ដីពីរោះអាចបង្វែរស្ត្រីឲ្យคล้ายជាមិត្តអាចលើកទឹកចិត្តមនុស្សដែលបាក់ទឹកចិត្តឲ្យក្រោកឈរឡើងវិញនិងអាចកសាងជំនឿចិត្តដែលលុយវលៀនក៏មិនអាចទិញបានដែរខលទ្ធផលនៃសន្តិភាពវាមិនមែនគ្រាន់តែជាការនិយាយស្ដីឲ្យល្អមើលនោះទេតែវាគឺជាស្ពានចម្លងដែលនាំអ្នកទៅកាន់មិត្តភាពពិតប្រាកដនិងភាពសុខសាន្តនៃផ្លូវចិត្តនៅពេលអ្នកផ្ដល់ស្នាមញញឹមនិងសម្ដីពីរោះទៅកាន់ពិភពលោកនឹងឆ្លុះបញ្ចាំងនូវភាពវិជ្ជមាននោះត្រឡប់មកកាន់អ្នកវិញសន្តិភាពក្នុងចិត្តនិងសន្តិភាពក្នុងសង្គមមិនមែនចាប់ផ្ដើមពីការចរចាដ៏ធំដុំឡើយតែវាចាប់ផ្ដើមពីការរាក់ទាក់ដោយស្នាមញញឹមនិងការប្រើប្រាស់សម្ដីដែលផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកចូលចងចាំថាអណ្ដាតអាចបង្កើតមិត្តក៏អាចបង្កើតសត្រូវផ្ទៃមុខអាចបង្កើតក្តីស្រឡាញ់ក៏អាចបង្កើតការស្អប់ខ្មើមចូលជ្រើសរើសធ្វើជាអ្នកមានមេត្តាតាមរយៈការផ្ដល់អំណោយដែលមិនអស់ថ្លៃដើមមួយនេះចុះ
នោះញាក់នឹងឃើញថាជីវិតរបស់ញាក់នឹងរីកដុះដាលដោយផ្កានាដៅរីកអ៊ីចឹង 4. ពេលវេលាក្នុងលោកនេះអ្វីៗទាំងអស់សុទ្ធតែមានភាពលំអៀងលើកលែងតែពេលវេលាវាគឺជាធនធានតែមួយគត់ដែលមនុស្សគ្រប់គ្នាទទួលបានស្មើៗគ្នាបំផុតមិនថាញាក់ជាស្ដេចមហាសេដ្ឋីឬជាញាក់ក្រខ្សត់គឺសុទ្ធតែមាន24ម៉ោងដូចគ្នាប៉ុន្តែអ្វីដែលធ្វើឲ្យវាคล้ายជាទ្រព្យដ៏គួរឲ្យខ្លាចបំផុតនោះគឺវាคล้ายជារបស់ដែលចាយហើយគ្មានថ្ងៃរកវិញបានកគម្លាតរវាងមាសប្រាក់និងវិនាទីយើងអាចខិតខំរកលួយដែលបាត់បង់មកវិញបានយើងអាចសាងអាជីវកម្មដែលខ្សែធនឲ្យរត់ឡើងវិញបានតែយើងមិនអាចប្រើប្រាស់មាសប្រាក់វេលានដើម្បីទិញវិនាទីដែលកន្លងផុតទៅសូម្បីតែមួយពណ៌ព្រេះភ្នែកឲ្យដើរថយក្រោយវិញឡើយពេលវេលាប្រៀបដូចជាខ្សែទឹកហូរបើវាហួសទៅហើយគឺហួសរហូតគ្មានថ្ងៃនឹងហូរត្រឡប់មកដងអូចាំវិញឡើយអ្វីដែលគួរឲ្យស្ដាយបំផុតក្នុងជីវិតមនុស្សមិនមែនជាការរកលុយមិនបានច្រើននោះទេតែគឺជាការដឹងខ្លួនថាហួសពេលនៅពេលដែលយើងចង់ធ្វើអ្វីមួយសម្រាប់មនុស្សដែលយើងស្រឡាញ់ខវត្តមានដែលមិនអាចជំនួសបានជាពិសេសគឺពេលវេលាដ៏មានតម្លៃដែលបានចំណាយជាមួយឪពុកម្ដាយក្នុងពេលដែលយើងកំពុងមមាញឹកនឹងកាយធំធាត់នឹងកាយកសាងអាណាចក្រផ្ទាល់ខ្លួនយើងជារឿយៗតែងតែភ្លេចខ្លួនថាពួកគាត់ក៏កំពុងតែចាស់ទៅតាមវ័យនិងចុះខ្សោយកម្លាំងជារៀងរាល់ថ្ងៃដែរកុំរងចាំតតែជោគជ័យទើបនឹកឃើញចង់ផ្ដល់ក្តីស្រឡាញ់ឲ្យលោកព្រោះជោគជ័យខ្លះអាចនឹងមកដល់នៅថ្ងៃដែលលោកលែងនៅរងចាំយើងដូចគ្នាដែរពេលវេលានៃការមើលកូនធំធាត់គឺជាសកម្មភាពដ៏គួរឲ្យស្រឡាញ់ដែលកើតឡើងតែម្ដងគត់ខនជីវិតបើអ្នកខកខានវិនាទីដែលគេហៅឈ្មោះអ្នកជាលើកដំបូងឬវិនាទីដែលគេត្រូវការអ្នកបំផុតនោះទោះអ្នកមានលុយទិញកាដូថ្លៃប៉ុណ្ណាក៏មិនអាចប៉ះប៉ូវនៅវត្តមានដែលបាត់បង់នោះបានដែរក៏ឈប់ប្រើពាក្យថាចាំសិនចូលកុំរបូរតែដេញតាមទ្រព្យសម្បត្តិនិងឋានៈបុណ្យស័ក្តិរហូតភ្លេចឲ្យតម្លៃលើវត្តមាននៃមនុស្សជាទីស្រឡាញ់ដែលនៅក្បែរខ្លួនជីវិតមនុស្សម្នាក់ខ្លីណាស់ហើយពេលវេលាមិនដែលឈប់រងចាំឬយកយល់ដល់នរណាម្នាក់ឡើយការផ្ដល់ឲ្យដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើបានសម្រាប់គ្រួសារមិនមែនជាការផ្ដល់លុយកាក់តែម្យ៉ាងនោះទេតែគឺជាការផ្ដល់ពេលវេលានិងក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកនៅពេលដែលនៅមានដង្ហើមចូលចងចាំថាកុំទុកឲ្យជីវិតរស់នៅជាមួយពាក្យថាស្ដាយក្រោយចូលប្រើ24ម៉ោងរបស់អ្នកនៅថ្ងៃនេះដើម្បីបង្កើតការចងចាំដ៏មានន័យជាមួយមនុស្សជាទីស្រឡាញ់ព្រោះនៅថ្ងៃចុងក្រោយនៃជីវិតអ្វីដែលនៅសល់ជាមួយអ្នកមិនមែនជាចំនួនលុយក្នុងធនាគារឡើយតែគឺជាការចងចាំនៃពេលវេលាដ៏កក់ក្ដៅដែលអ្នកបានសាងឡើង